ជារៀងរាល់ម៉ោង3ទៀបភ្លឺអ្នកធ្វើបង្គាក្រៀមតែងនាំគ្នាទៅផែននេសាទក្រុងកំពតដើម្បីប្រមូលទិញបង្គាស្រស់ៗដោយផ្ទាល់អ្នកស្រីគូសុផលជាម្ចាស់សិប្បកម្មកែច្នៃបង្គាក្រៀមលក្ខណៈគ្រួសារមួយកន្លែងស្ថិតនៅប្របនឹងមាត់ព្រែកកំពតស្ត្រីចំណាស់វ័យ60ឆ្នាំប្លាយរូបនេះចាប់យកមុខរបរកែច្នៃបង្គាក្រៀមអស់រយៈពេលជិត20ឆ្នាំមកហើយឡើងយើងងើបពីយប់អូនអត់ទៅណាអត់ងុយដែរងើបពីម៉ោង3ងើបពីម៉ោង3ភ្លឺយើងក៏ទិញយកមកយើងធ្វើអញ្ចឹងហើយនេះអ៊ំអីហ្នឹងកូនក្មួយគាត់មកជួយធ្វើអញ្ចឹងយើងគិតថ្ងៃគាត់អញ្ចឹងពេលណាបានច្រើនយើងគិតឲ្យគាត់ច្រើនអញ្ចឹងទៅឃើញទេពេលតិចយើងមើលទៅតាមនឹងដែរអញ្ចឹងយើងចេះជួយគ្នាធ្វើទៅចំហថ្ងៃណាយើងបានច្រើនយើងហូបបដោះថ្ងៃបដោះពេលហ្នឹងសិនទៅបង្គាក្រៀមជាមុខរបរសំខាន់មួយរបស់ប្រជានេសាទសមុទ្រតាំងពីដើមមកបង្គាក្រៀមជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់ពលរដ្ឋនៅខេត្តជាប់មាត់សមុទ្រក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទៅដោយគេអាចយកបង្គាក្រៀមច្នៃជាមុខម្ហូបនិងជាគ្រឿងផ្សំម្ហូបជាច្រើនមុខទីតិជនដាច់ដឹងហ្នឹងឃើញទេថាបង្គាយើងនេះយើងធ្វើស្អាតធ្វើពិតប្រកបវាអត់មានជាតិគីមីអត់អីទេគឺធ្វើដោយដៃយើងពិតឃើញទេអត់មានប្រើម៉ាស៊ីនប្រើឃើញធ្វើអញ្ចឹងកម្មកយធ្វើអញ្ចឹងមួយថ្ងៃធ្វើមួយថ្ងៃដូរមួយថ្ងៃអញ្ចឹងហូបអញ្ចឹងអតិថិជនក៏គាត់យកចិត្តហូបសិប្បកម្មកែច្នៃបង្គាក្រៀមលក្ខណៈគ្រួសាររបស់អ្នកស្រីសុផលបានចូលរួមបង្កើតការងារក្នុងសហគមន៍បានមនុស្សចំនួន10នាក់ទូកខ្ញុំអញ្ចឹងរាល់ថ្ងៃខ្ញុំមានទូកតែខ្ញុំអត់ទៅខ្លួនឯងទេណាខ្ញុំជួលទៅចាមានកូនដៃមានតកងទេ3នាក់ហ្នឹងគេហ្នឹងមកផ្នែករបស់គេទៅហើយដល់យើងយកមកអញ្ចឹងយើងទិញរបស់គេខ្លះបើយើងខ្លះអញ្ចឹងយើងបានកូនក្មួយបងប្អូនយើងដែលជួយធ្វើអញ្ចឹងយើងបានតម្រៃតគ្នាអញ្ចឹងហូបទៅហើយយើងអាចយើងទៅពឹងពាក់គេអីឡើយបើអញ្ចឹងយើងទៅធ្វើការថៃមានណាគេយកយើងជាអញ្ចឹងធ្វើស្រុកខ្មែរយើងវាល្អវាលូនល្អវិញអ្នកស្រីអ៊ីវ៉ាណាបានរៀបរាប់ពីរបៀបធ្វើបង្គាក្រៀមដោយសង្ខេបថាដំបូងគេយកបង្គាស្រស់តូចល្មមមកស្ងោរដោយមានដាក់លាយជាមួយអំបិលពេលស្ងោរឆ្អិនរួចគេយកបង្គានោះទៅហាលឲ្យស្ងួតឆ្អើរភ្លើងឲ្យស្រួយសម្បកបន្ទាប់មកទៀតបោកសម្បកនិងរែងអ៊ុំរើសឲ្យស្អាតចាអាប្រៃបានតាច់100គីឡូបាន10ជាងគីឡូហើយអាសាប់100គីឡូបានតាច់10គីឡូឯងហើយឥឡូវហ្នឹងពងហើគ្រូឲ្យខ្ចង់បកខ្ចង់ងាកទៅអ្នកឆ្អើបង្គាក្រៀមឯនោះវិញគឺអ្នកស្រីសុកវឿនរៀបរាប់ឲ្យដឹងថាអ្នកស្រីត្រូវទ្រាំនឹងកម្ដៅភ្លើងជាច្រើនម៉ោងដើម្បីឆ្អើបង្គាជាមួយនឹងការងារនេះអ្នកស្រីអាចទទួលបានប្រាក់ឈ្នួល30000រៀលក្នុងមួយថ្ងៃពិបាកហ្នឹងមានតែក្បែរភ្លើងវាក្តៅខ្លាំងអញ្ចឹងជាងកាពេលមេឃបើក្តៅខ្លាំងយើងបើកម្ដៅក្រោមទេវាជះខ្លាំងវាអាចធ្វើយើងពិបាកមួយដែរព្រោះវាក្តៅខ្លាំងហ្នឹងយើងអាចពេលខ្លះយើងអាចទ្រាំនឹងវាអត់បានដែរដល់វាជះចំហាយឡើងមកក្តៅចំមុខហើយនឹងហុយមួយទៀតព្រោះធម្មតាពេលក្តៅហើយយើងដាក់ដង្ហើមអញ្ចឹងយើងកាយឡើងមកវាចំអាចចង្អើយើងវាហើបចេញបាត់ចេះតែធម្មតាតែយើងហែងទៅយើងកាយអញ្ចឹងឡើងមកកាយឡាដាច់មួយកណាត់ដើម្បីដាក់កាន់កញ្ឆេងអញ្ចឹងនេះកាន់កញ្ឆេងយើងយកមកហែងយកអាខ្នាតតូចខ្នាតធំដល់អញ្ចឹងវាហុយមួយទៀតវាអាចនឹងហុយចូលភ្នែកចូលច្រមុះហុយអញ្ចឹងមានមួយយ៉ាងទៀតវាបានពីរវគ្គមានអានេះទី1អញ្ចឹងខ្ញុំលក់តម្លៃវា120,000បន្ទាប់មកអញ្ចឹងលក់100000ហ្នឹងមានអាតម្លៃខ្ទាបផុតត្រឹម50000តែយើងមិនអាចទទួលហូបបានគឺថាវាប្រៃវាហូបអត់បានណាដល់យើងយកទៅស្លមិនហូបបានហើយរបស់យើងចេះយើងទៅយើងយកទៅយើងដូចថាអ្នកហូបអញ្ចឹងគឺចិត្តដាក់ដល់មួយខ្ទឹមគេខ្មែរគេអីលាក់គ្រាវខ្ទឹមឈក់ហ្នឹងគេដាក់ហូបចឹងបានហើយញ៉ាំពលសក្រីញ៉ាំអីតាមការហាងកាវឡាវកាវអីគេប្រើអានេះអ្នកស្រីគូសុផលបានឲ្យដឹងថាសម្រាប់ទីផ្សារលក់បង្គាក្រៀមមិនខ្វះទេហើយតម្លៃក៏បានថ្លៃគួរសមដែរអ្នកស្រីថាបង្គាក្រៀមប្រភេទលេខ1អាចលក់បានក្នុងតម្លៃ120,000រៀលក្នុង1គីឡូក្រាមរីឯបង្គាក្រៀមលេខ2គេអាចលក់បានតម្លៃ80000រៀលក្នុង1គីឡូក្រាមចំណែកបង្គាក្រៀមលេខ3លក់បានតម្លៃ50000រៀល
ដូចបោះយើងអញ្ចឹងយើងធ្វើទៅវាមានរសជាតិមានអនាម័យល្អបើទៅបោះគេមកពីខាងគេវិញដូចមកពីវៀតណាមមកអីយើងមិនដឹងគេធ្វើយ៉ាងម៉េចយើងក៏អត់ដឹងដែរឃើញទេយើងមិនអាចតាមដានរបស់គេទេព្រោះយើងដឹងធ្វើរបស់យើងចាហើយដល់ធ្វើរបស់យើងអញ្ចឹងដូចអតិថិជនច្រើនអញ្ចឹងដែលគាត់ជួយចិត្តថាដូចចង់បានហូបធម្មជាតិឃើញល្អពិតប្រាកដវាហូបបានល្អហើយបើរឿងមកពីគេខ្ញុំអត់ដឹងរបស់គេរបៀបម៉េចខ្ញុំអត់ដឹងទេខ្ញុំដឹងតែរបស់ខ្ញុំខ្លួនឯងខ្ញុំធានាថាល្អធ្វើមកល្អអញ្ចឹងអត់មានខ្លះសេអត់មានអីនេះអូសមកពីទូភ្លាមគឺយើងស្ងោរភ្លាមធ្វើភ្លាមមួយថ្ងៃអត់មានទុកកំឡុងយកពេល ម្ចាស់សិប្បកម្មកែច្នៃបង្គាក្រៀមបានឲ្យដឹងទៀតថាបន្ទាប់ពីប្រជាពលរដ្ឋកម្ពុជាធ្វើពហិការផលិតផលពីប្រទេសថៃបានធ្វើឲ្យការលក់ផលិតផលជលផលចេញពីសិប្បកម្មរបស់អ្នកស្រីមានចំនួនកើនឡើងជាងសពមួយដង បើគេខ្ញុំបើពួកអ្នកហូបអីបើគេមកហូបតើអញ្ចឹងបើគេយើងវាល្អជាងព្រោះស្រុកខ្មែរយើងវាធ្វើឲ្យយើងខ្លួនឯងខ្មែរខ្លួនឯងហូបរបស់ខ្មែរมันអាចហូបរបស់គេបានអញ្ចឹងយើងបានតែលក់កើនទៅគេដឹងថាដឹងប្រជាពលរដ្ឋតិថិជនគេដឹងថារបស់យើងល្អអញ្ចឹងគេចូលចិត្តនឹងត្រាំត្ររបស់ខ្មែរយើងហូបអញ្ចឹងយើងសប្បាយនឹងធ្វើឃើញទេទោះបីធ្វើដល់យប់ជ្រៅឆ្មើបានច្រើនឆ្មើក៏យើងអត់ហត់ឲ្យតែមានភ្ញៀវចូលចិត្តត្រាំត្រយើងហូប ជាយើងទាំងអស់ហ្នឹងជួយទ្រាំទ្រផលិតរបស់ខ្មែរយើងឲ្យបានច្រើនហូបកុសកគ្រប់គ្នាអញ្ចឹងមកកុំហូបរបស់គេអញ្ចឹងទៅវាប៉ះពាល់នឹងអីចឹងវាអត់សូវរបស់យើងអញ្ចឹងទៅណាហូបគុណភាពវាល្អអញ្ចឹងទៅ